រឿងនីតិខ្មោចប្រលឹងម្ដាយនៅតាមផ្លូវចាស់នៅចុងភូមិមួយមានផ្លូវចាស់មួយដែលគេមិនសូវដាឆ្លងកាត់ទេព្រោះគេនិយាយថានៅពេលរាត្រីឬពេលភ្លៀងធ្លាក់ជាធម្មតាមឿងស្ត្រីម្នាក់បីទារកដើរតាមផ្លូវនោះគេហៅនាងថាម្ដាយនៅតាមផ្លូវចាស់កាលពី3ឆ្នាំមុនមានគ្រួសារមួយរស់នៅជិតផ្លូវនោះម្ដាយឈ្មោះម៉ាលីមានកូនទារកតតម្នាក់នៅយប់ភ្លៀងធ្លាក់ធំមួយម៉ាលីបានដើរទៅទិញថ្នាំសម្រាប់កូនដែលកំពុងក្តៅខ្លួនខ្លាំងតែបន្ទាប់ពីនាងចេញពីផ្ទះគេមិនឃើញនាងត្រឡប់មកវិញទេព្រឹកថ្ងៃបន្ទាប់អ្នកភូមិរកឃើញសាកសពនាងជាប់នៅច្រាំងទន្លេជិតផ្លូវចាស់និងកូនទារកនៅក្នុងដៃគេនិយាយថានាងបានស្លាប់ដោយសារតែរអិលទៅក្នុងទឹកពេលភ្លៀងធ្លាក់ក្រោយពីព្រឹត្តិការណ៍នោះទៅជារៀងរាល់យប់ដែលមានភ្លៀងឬប្រច័ណ្ឌពេញវងអ្នកដើរតាមផ្លូវនោះឮសំឡេងស្ត្រីយំស្រាលៗហើយឮសំឡេងទារកយំជាមួយផងដែរមានអ្នកជិះម៉ូតូពេលយប់ឃើញស្ត្រីស្លៀកអាវសបីទារកដើរតាមផ្លូវបើទៅជិតនាងនឹងរសាត់បាត់ភ្លាមតែម្ដងមួយយប់មានយុវជនម្នាក់ឈ្មោះសុវណ្ណាបើកម៉ូតូតាមផ្លូវនោះនៅពេលយប់នៅពេលគេបើកដល់កណ្ដាលផ្លូវគាត់ឃើញស្ត្រីម្នាក់ឈរមើលមកដោយបីទារកសុវណ្ណាចុះយ៉ាងលឿនហើយសួរថាតើអ្នកបីកូនទៅណាតើមានអ្វីត្រូវជួយអីទេស្ត្រីនោះងើបមុខយឺតមុខស្រស់ស្ដាងភ្នែកពណ៌សស្លេកហើយនិយាយស្រាលកូនខ្ញុំត្រូវរកកូនខ្ញុំភ្លាមនោះសុវណ្ណាមើលចូលទៅក្នុងដៃនាងកូនទារកនោះគឺមិនមែនជាមនុស្សទេប៉ុន្តែជាឆ្អឹងដែលមានក្បាលបែកបាក់សុវណ្ណារត់ភ្លាមដោយភ័យរត់ឡើងម៉ូតូនៅពេលឡើងស្ទើរតែធ្លាក់ពីម៉ូតូនៅពេលជិះចេញទៅពេលព្រឹកគាត់ត្រឡប់ទៅមើលវិញប៉ុន្តែឃើញតែស្លឹកឈើនិងផ្លូវដ៏ស្ងៀមស្ងាត់ប៉ុន្តែក្នុងខ្សែវីដេអូពីកាមេរ៉ាម៉ូតូដែលបានបំពាក់ទុកថតមានរូបស្រមោលស្ត្រីម្នាក់ឈរមើលទៅម៉ូតូគាត់ដោយមានបីទីរូបក្នុងដៃហើយភ្នែកញៀងមើលត្រឡប់មកក្នុងកាមេរ៉ាដោយទឹកមុខស្ងៀមស្ងាត់បន្ទាប់ពីពេលនោះមកអ្នកភូមិតែនិយាយថាប្រលឹងម៉ាលីនៅតែដើរតាមផ្លូវចាស់ស្វែងរកកូនប្រសិនបើអ្នកឮសំឡេងទីរោគយំនៅពេលភ្លៀងធ្លាក់ឬឃើញស្ត្រីឈរនៅតាមផ្លូវសូមកុំតាក់ទងឬសួរនាំនាងព្រោះនាងអាចនឹងស្នើឲ្យអ្នកជួយរកកូនរបស់នាងជាមិនខាន